អានញ៉ាំគ្រប់ជម្រាបសួរបងប្អូនប្រិយមិត្តតាមបណ្ដាញសង្គម YouTube ជាទីនឹករលឹកទឹកអង្គគ្នាបងប្អូនណាសម្រាប់ថ្ងៃទី8ខែមករាឆ្នាំ2026គឺខ្ញុំបាទសូមធ្វើវីដេអូទាក់ទងទៅនឹងការលក់ក្របីចំនួន4ក្បាលបងប្អូនណាឥឡូវនេះខ្ញុំបាទសូមរៀបរាប់ពីភិនភាគកម្ពុជាកម្ពុជារបស់ក្របីនីមួយៗដើម្បីបងប្អូនជ្រាបជាព័ត៌មានខ្លះៗបងប្អូនសម្រាប់ក្បីទី1នេះគឺជាប្រភេទក្បីឈ្មោលបងប្អូនណាគឺជាប្រភេទក្បីឈ្មោលធាត់លឹបលាប់តែម្ដងបងប្អូនក្បីនេះគឺដងខ្លួនវាវែងទាក់ទងទៅនឹងការផ្លាស់ថ្មិញនេះគឺកាច់3គូបងប្អូនណាកាច់3គូកម្ពស់របស់វាប្រហែលជា 1m30 លើសបងប្អូនប្រហែលជា 1m30 លើសហើយសម្រាប់ក្បីទី2នេះគឺជាប្រភេទកូនក្របីមេកមុំបងប្អូនគឺជាប្រភេទក្បីមេកមុំកម្ពស់របស់វាប្រហែលជា 1m20 បងប្អូនហើយជា 1m20 កម្រិតធាត់របស់វាគឺលឹបលាប់គួរសមបងប្អូនណាគឺ90% វាមិនបាន 100% ទេបងប្អូនណាសម្រាប់បងប្អូនមានតម្រូវការចង់ទិញអីគឺបងប្អូនអាចទំនាក់ទំនងលេខទូរស័ព្ទរបស់ខ្ញុំបាទពីខ្សែបងប្អូនខ្សែទី1គឺ097 81 13 487ខ្សែទី2គឺ076 210 3579សម្រាប់ទីតាំងកបីនេះគឺស្ថិតនៅក្នុងស្រុកស្វាយទៀបខេត្តស្វាយរៀងបងប្អូនណាដែលជាស្រុកកំណើតផ្ទាល់របស់ខ្ញុំបានតែម្ដងហើយកបីទី3នេះគឺជាប្រភេទកបីមេកមុំហ្នឹងបងប្អូនណាគឺជាប្រភេទក្បីមេកមុំតែវាមេកមុំរាងធំកម្រិតធាត់របស់វាគឺលឹបលាប់ដែរកម្ពស់កម្ពស់របស់វាប្រហែលជា 1m27 បងប្អូនប្រហែលជា 1m27 លឹបលាប់កម្រិតធាត់គឺលឹបលាប់គឺ 90% ដែរបងប្អូនណាហើយកបីទី4ដែលជាកបីចុងក្រោយនេះគឺជាប្រភេទកបីមេធំដាំងបងប្អូនគឺជាប្រភេទកបីមេធំដាំងកម្ពស់របស់វាប្រហែលជា 1m28 បងប្អូនណាប្រហែលជា 1m28 1m30 បងប្អូនខ្ពស់ណាតែទាក់ទងនឹងកម្រិតធាត់របស់វាគឺមិនសូវធាត់ទេបងប្អូនណាគឺមធ្យមសម្រាប់កបីទាំង4នេះគឺខ្ញុំបានលក់តម្លៃសរុបចុងឲ្យតែម្ដងបងប្អូនមានតម្រូវការសាកសួរព័ត៌មានទាក់ទងតម្លៃហើយនេះគឺបងប្អូនអាចខលបានសម្រាប់វីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងបងប្អូនអរគុណច្រើនជម្រាបលាជួបខ្ញុំបាទនៅវីដេអូក្រោយអរគុណបងប្អូនដែលតែងតាមដានវីដេអូរបស់ខ្ញុំបាទកន្លងមកអរគុណច្រើនបងប្អូន